មនុស្សមានតម្លៃរស់នៅឲ្យលើសពីពាក្យថាលុយនៅក្នុងសង្គមយើងនៅពេលជួបគ្នាម្ដងមនុស្សយើងតែងតែឲ្យតម្លៃគ្នាប្រៀបធៀបគ្នាមើលគ្នាតារឿងលុយហ្នឹងអ្នកដែលមានលុយច្រើនក៏ត្រូវបានគេគោរពយកចិត្តទុកដាក់អីចឹងតែហើយអ្នកដែលមិនសូវមានលុយហ្នឹងក៏មិនសូវមានអ្នករាប់អានអីចឹងតែអារឿងដែលយ៉ាប់មែនតែននោះគឺអ្នកមានមែនតែនគេមិនសូវស្អប់អ្នកអត់ប្រមាណទេណាស់តែអ្នកអត់ដូចគ្នានឹងវាទៅជារើសអើងគ្នាស្អប់គ្នាមិនចូលចិត្តគ្នាហើយទៅចូលចិត្តតែអ្នកមានលុយអីចឹងតែក្នុងសង្គមនេះមានរឿងពីរដែលខ្ញុំចង់ផ្ដាំទៅបងប្អូនទាំងអស់គ្នាទី1កុំឲ្យតម្លៃទៅលើមនុស្សតែរឿងលុយនឹងពេកបើអ្នករាប់អានមនុស្សដែលមើលឃើញតែលុយរបស់គេហើយអ្នកដែលមិនសូវមានលុយគឺយើងអត់រាប់អានតែម្ដងអានឹងគេហៅថាមនុស្សមុខលុយហើយច្បាស់ណាស់នៅក្នុងសង្គមណានាក៏ត្រូវការលៀបសការៈដែរប៉ុន្តែវាត្រូវស្ថិតនៅក្រោមបន្ទាត់នៃសិលធម៌ដូចគ្នាធ្វើអីកុំឲ្យវាហួសហេតុពេកពេលខ្លះកុំជឿពេកអាលុយឬក៏ទ្រព្យសម្បត្តិដែលបងប្អូនបានឃើញហ្នឹងពេលខ្លះជារបស់ពាក់ស្លាប់ទេអ្នកមានពិតប្រាកដពេលខ្លះមាសមកហ៊ុនគេមិនចង់ពាក់ផងហើយបើនិយាយរឿងលុយវិញគេអត់ខ្វះទេតែគេមិនមែនជាមនុស្សសញ្ញៃអ្នកមានខ្លះគេចង់ឲ្យយើងឃើញតែអ្វីដែលគេចង់ឲ្យយើងឃើញតែប៉ុណ្ណឹងហើយបើសិនជាយើងយកទឹកលុយទៅវិភាគទៅលើពួកគេអានឹងជាកំហុសធំណាស់នៅក្នុងជីវិតរបស់យើងកុំមើលមនុស្សតែសម្បកក្រៅកុំឲ្យតម្លៃមនុស្សតែលើទ្រព្យដែលគេសម្ញែងវាជាទម្លាប់អាក្រក់ណាស់សម្រាប់មនុស្សយើងទី2កុំប្រាថ្នាឲ្យនរណាម្នាក់មករាប់អានយើងព្រោះតែលុយអសោះបើសិនជាគេគិតថាយើងក្រហើយគេមិនរាប់អានយើងអ្នកមិនចាំបាច់ទៅតតាំងជាមួយនឹងគេទេមានឬមិនមានប្រហែលជាខ្លួនឯងនឹងដឹងច្បាស់ហើយមែនទេដើរចេញទៅហើយក៏កុំប្រាថ្នាចំណងមិត្តភាពធន់នេះអីវាគ្មានតម្លៃណាមួយឯមកជួយឲ្យជីវិតរបស់អ្នករីកចម្រើនទៅថ្ងៃមុខទេអ្នកសាកគិតទៅមើលថ្ងៃនេះគេរាប់អានយើងដោយសារតែយើងមានលុយគេមិនបានរាប់អានយើងដោយសារសន្តានចិត្តឬក៏គុណតម្លៃណាមួយរបស់យើងទេគឺគេរាប់អានលុយរបស់យើងចុះថ្ងៃណាដែលយើងអត់មានលុយយើងនឹងឈឺចាប់ខ្លាំងជាងនឹងទៅទៀតនៅថ្ងៃមុខកុំរាប់អានមនុស្សសម្លឹងឃើញតែលុយរបស់គេហើយក៏កុំប្រាថ្នាឲ្យគេរាប់អានយើងដោយសារទឹកលុយដូចគ្នាកុំខឹងគេកុំស្អប់គេគ្រាន់តែដកឃ្លាទៅឲ្យឆ្ងាយទៅបានហើយស្វែងរកមិត្តភាពណាមួយដែលជួយឲ្យជីវិតរបស់អ្នករីករាយជីវិតរបស់អ្នករុងរឿងទៅថ្ងៃមុខនេះហើយជាក្តីសុខពិតប្រាកដនៅ